បាទជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងពេលនេះដែរគឺស្ថិតនៅក្នុងទឹកដីនៃខេត្តសៀមរាបហ្នឹងហើយតែនេះគឺយើងចេញមកពីទឹកដីអង្គរគឺយើងមកឆ្ពោះមកកន្លែងសួនផ្កាហ្នឹងហើយកន្លែងសួនផ្កានៅកន្លែងក្នុងទឹកដីសៀមរាបដូចគ្នាប៉ុន្តែអត់យើងឆ្ពោះមកផ្លូវមកផ្ទះហ្នឹងហើយហើយក៏យើងឈានចូលទៅលេងសួនផ្កាហ្នឹងហើយសួនផ្កាអង្គរ Foodie Garden ហ្នឹងហើយព្រោះអានឈ្មោះអត់ទៅត្រូវដែរហ្នឹងហើយនេះគឺយើងធ្វើដំណើរទៅទិញសម្បត្តិទាំងចូលលេងបងប្អូនមិនមែនយើងចូលទៅព្រីទេគឺយើងទៅចូលទៅទិញសម្បត្តិនេះយើងដើរទៅកន្លែងទិញសម្បត្តិហើយដល់ពេលហើយគឺយើងទិញសម្បត្តិបានរួចរាល់ហើយគឺយើងចាប់ផ្ដើមចែកយាយចែកតាចែកអីបងប្អូនគ្រប់អស់ហើយគឺយើងធ្វើដំណើរដើរចូលទៅក្នុងហ្នឹងហើយយើងដើរទៅចូលទៅក្នុងតែនេះទិដ្ឋភាពនៅខាងមុខសិនហ្នឹងហើយនេះកន្លែងទិញសម្បត្តិហើយនេះកន្លែងសួនផ្កាខ្លោងវៀតយើងដើរចូលទៅហ្នឹងហើយគឺស្អាតមែនតែនបងប្អូនហើយគឺចូលទៅប្លែកហើយដីធំល្អផ្កាក៏ល្អអីក៏ល្អពិតជាស្រស់ស្អាតមែនហើយនេះគឺផ្លូវយើងដើរចូលទៅបងប្អូនហ្នឹងហើយឃើញទេផ្លូវដែលយើងដើរចូលទៅគឺត្រូវមានសម្បត្តិហុចទៅឲ្យអ្នកនៅកន្លែងហ្នឹងម្នាក់មួយដើម្បីយើងបានសម្បត្តិចូលទៅអត់សម្បត្តិគេអត់ឲ្យចូលទេហ្នឹងហើយចឹងយើងតែយើងមានសម្បត្តិចូលទៅហើយនិយាយតែមកមួយគ្នាហើយនេះចាប់ដើមដើរចូលទៅហើយមានកន្លែងឈោកម្លប់តែថ្ងៃហ្នឹងក្តៅមែនតែនបងប្អូនប៉ុន្តែទោះក្តៅយ៉ាងណាក៏ដោយដើម្បីបានដើរកំសាន្តគឺអត់គិតអំពីក្តៅអត់គិតអំពីអីទេគឺគិតតែពីសុបាយនឹងតែម្ដងបងប្អូនហើយនេះគឺយើងចាប់ដើមដើរបែកពីនិយាយពីតាគឺយើងទៅថតលេងជាមួយបងប្អូនជាមួយប្រពន្ធខ្ញុំបាទផងដែរហ្នឹងហើយគឺយើងចាប់ដើមនេះគឺការជុករត់គេរីកមកស្អាតមែនតែនគឺស្រស់ស្អាតគឺគោពេញទៅដោយនៃពណ៌ផ្កាស្រស់ប្រងតែម្ដងហើយនេះគឺផ្កាហើយនេះកន្លែងគឺយើងដើរយើងចង់ទៅសៀយើងចង់ចូលថតចូលអីបានគ្រប់ពេលវេលាបងប្អូនហើយគឺអត់ចំណាយតែលុយបន្តិចយើងអាចទៅដើរលេងបានអើយសប្បាយមែនតែនហ្នឹងហើយគ្រាន់ដើរលេងក្នុងហ្នឹងជួយ1ម៉ោងជាងទៅប៉ុណ្្នឹងយើងដើរទស្សនាអស់បងប្អូនហើយគឺច្រើនមែនតែនដីធំហ្នឹងហើយរៀបទៅមានបែបបត់មានកន្លែងណាគួរឲ្យចាប់អារម្មណ៍មែនតែនបងប្អូនហើយសម្បីខ្ញុំទៅមកដល់ឃើញភ្លាមមកវិញចង់អាប់ដេតផ្ទះខ្លួនឯងតែដោយសារអីយើងមានដីធំដាំដល់អញ្ចឹងទេហ្នឹងហើយនេះគឺផ្កាក៏ដាក់ក្នុងនេះណាថង់ណាប៉ុន្តែរៀបចំជាជួរមានដែកមានអីមកដាក់ស្អងសំពងហើយនេះគឺខ្ញុំដើរថតកន្លែងតផ្កាទេអត់មានដើរថតអីកន្លែងរូបភាពអីខ្លួនឯងអីច្រើនណាស់ទេគឺកន្លែងតផ្កាគឺយើងដើរថតតផ្កានៅម្ដងហ្នឹងហើយព្រោះយើងយូរមកម្ដងយើងថតរូបភាពឲ្យបានច្រើនដើម្បីយើងបានមើលហើយនេះគឺយើងរូបភាពនៅលើបងប្អូនហើយគឺស្រស់ស្អាតមែនតែនហ្នឹងហើយនៅទីលានខាងលើហ្នឹងហើយពោពេញទៅដោយផ្កាតែម្ដងអត់មានអីទេមានតែប៉ុណ្្នឹងទេបងប្អូនហើយចែកជូនបងប្អូនទាំងអស់គ្នា